ករណីអំពើហិង្សាតាក់ទងនឹងយេនឌ័របានធ្លាក់ចុះនៅក្នុងឆ្នាំ2025បើធៀបនឹងឆ្នាំមុនប៉ុន្តែឫសគល់នៃបញ្ហានៅតែបន្តកើតមានដោយសមាគមអាតហុករកឃើញថាកង្វះទំនុកចិត្តលើប្រព័ន្ធច្បាប់នៅតែបន្តកើតមានក្នុងចំណោមជនរងគ្រោះយោងតាមរបាយការណ៍ចុងក្រោយរបស់អាតហុកអង្គការនេះបានតាមដានករណីរំលោភសិទ្ធិសន្តិវៈនិងអំពើហិង្សាក្នុងគ្រួសារសរុបចំនួន197ករណីក្នុងឆ្នាំ2025ធ្លាក់ចុះពី277ករណីក្នុងឆ្នាំ2024ក្នុងចំណោមករណីទាំងនោះមាន122ករណីជាករណីរំលោភសិទ្ធិសន្តិវៈនិង75ករណីជាអំពើហិង្សាក្នុងគ្រួសារបើប្រៀបធៀបនឹងឆ្នាំ2025ករណីរំលោភសិទ្ធិសន្តិវៈបានថយចុះ48ករណីស្របពេលដែលករណីអំពើហិង្សាក្នុងគ្រួសារថយចុះ32ករណីរបាយការណ៍ក៏បានរកឃើញផងដែរថាភាគច្រើនអ្នកដែលរាយការណ៍ពីបញ្ហាដែលកើតមានគឺជាជនរងគ្រោះផ្ទាល់និងសាច់ញាតិរបស់ពួកគេនេះអាចហុកបញ្យល់ថាជាការបង្ហាញឲ្យឃើញពីការផ្លាស់ប្ដូរឥរិយាបថក្នុងសង្គមដោយមនុស្សកាន់តែហ៊ានរាយការណ៍អំពីអំពើហិង្សាជាពិសេសជនរងគ្រោះជាជាងចាត់ទុកថាជារឿងឯកជនក្នុងគ្រួសារដើមហេតុចម្បងមួយដែលបង្កឲ្យមានករណីអំពើហិង្សាក្នុងគ្រួសារនិងការរំលោភសិទ្ធិសន្តិវៈអាតហុកបានរកឃើញថាគឺការផឹកគ្រឿងស្រវឹងហួសកម្រិតបើទោះបីជាជនរងគ្រោះខ្លះហ៊ានរាយការណ៍ពីករណីរបស់ខ្លួនទន្ទឹមនឹងនេះអាតហុកក៏បានកត់ត្រាករណីមួយចំនួនដែលជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងផ្លូវការផងដែរតាមស្ថិតិនៅក្នុងរបាយការណ៍បង្ហាញថាកត្តាដែលរារាំងជនរងគ្រោះមិនមានភាពក្លាហានក្នុងការរាយការណ៍រួមមានការមិនទុកចិត្តលើអាជ្ញាធរការភ័យខ្លាចការសងសឹកនិងការមិនចង់ឲ្យចំនួនកាន់តែរីករាលដាលជាការឆ្លើយតបទៅនឹងបញ្ហានេះអាតហុកបានផ្ដល់អនុសាសន៍ឲ្យរាជរដ្ឋាភិបាលបង្កើនប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ហើយធានាថាជនរងគ្រោះអាចទទួលបានសំណងនិងយុត្តិធម៌កាន់តែងាយស្រួលនិងពង្រឹងវិធានការគ្រប់គ្រងការប្រើប្រាស់គ្រឿងស្រវឹងតែតទៅនឹងបញ្ហាគ្រឿងស្រវឹងថ្មីនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកាសឲ្យក្រុមហ៊ុននាំចូលនិងចែកចាយគ្រឿងស្រវឹងនិងភេសជ្ជៈមានជាតិស្ករបញ្ឈប់ទាំងស្រុងនៅការផ្ដល់រង្វាន់គ្រប់ប្រភេទដូចជាការចាប់ឆ្នោតកាត់កោស QR code និងកម្មវិធី Digital ដែលភ្ជាប់នឹងផលិតផលឬវិកខ្ចប់ត្រឹមថ្ងៃទី30ខែកញ្ញាឆ្នាំ2026ជាកំហិតអង្គការនេះក៏បានអំពាវនាវឲ្យពង្រីកសេវាសុខភាពនិងការគាំទ្រផ្នែកផ្លូវចិត្តសម្រាប់ជនរងគ្រោះព្រមទាំងបង្កើតការអប់រំនិងការផ្សព្វផ្សាយសាធារណៈដើម្បីកាត់បន្ថយការទទួលយកអំពើហិង្សាលើស្ត្រីក្នុងសង្គមសារព័ត៌មានកម្ពុជាបានតាក់ទងទៅអ្នកស្រីសស៊ីណែតអ្នកនាំពាក្យក្រសួងកិច្ចការនារីដើម្បីឆ្លើយតបទៅនឹងបញ្ហានេះផងដែរប៉ុន្តែមិនមានការឆ្លើយតបណាមួយឡើយ